ជំរាបសួរបងប្អូនទាំងអស់គ្នាថ្ងៃនេះខ្ញុំមកនិយាយពី strawberry នេះវាមានពីរហ្នឹងណាបងប្អូនតម្លៃវាក៏ខុសគ្នាដែរដូចជាខ្ញុំបង្ហាញវីដេអូមានវីដេអូសម្រាប់នៅក្នុង super ដែរអញ្ចឹងណា strawberry នេះគឺរបស់ខាងអាល្លឺម៉ង់ហើយ strawberry នេះគឺមកពីខាងអេស្ប៉ាញហើយ strawberry អេស្ប៉ាញគឺថោកជាងមរៀជាងទេមរៀយូរ៉ូទេមរៀជាងយូរ៉ូទេថាយើងថាមរៀខ្លះចោះតែចំណែកឯនេះវិញ2រៀលជាងមានខ្ញុំមានវីដេអូសម្រាប់តម្លៃដែរប៉ុន្តែជនជាតិអាល្លឺម៉ង់គេគ្រប់គ្រងរបស់គេណាបងប្អូនទោះថ្លៃជាងរបស់នាំចូលក្នុងប្រទេសគេក៏ដោយក៏គេទិញរបស់គេដែរមិនមែនតែគ្រួសារខ្ញុំទេបងប្អូនគឺខ្ញុំមើលក្នុងកថោអាក្នុងនេះគេហ្នឹងគឺគេទិញរបស់ដុយឆ្លងទាំងអស់គឺគ្រប់គ្រងរបស់ដែលជាផលិតនៅប្រទេសគេហ្នឹងហ្មងទោះថ្លៃក៏ដោយអញ្ចឹងបានខ្ញុំសរសើរជនជាតិអាល្លឺម៉ង់ណាហើយដូចជាខ្ញុំទិញអង្គដូចគ្នាខ្ញុំទិញអង្គនៅ store អាស៊ីstore អាស៊ីហ្នឹងមានលក់អង្គថៃអង្គ production នេះឡែនខ្ញុំឃើញអង្គខ្មែរយើងតែនាំចូលទៅប្រទេសនេះឡែនហើយប្រទេសនេះឡែនហ្នឹងនាំចូលមកប្រទេសអាល្លឺម៉ង់អង្គហ្នឹងណាចាំមើលខ្ញុំហៅមើលបាវហ្នឹងហើយថតឲ្យបងប្អូនមើលដល់ពេលរួចជាងទៅអង្គមកពីប្រទេសអ្នកជិតខាងយើងហ្នឹងលេខ2ហ្នឹងគឺធូរថ្លៃជាងអង្គរបស់នេះឡែននាំចូលពីខ្មែរយើងហ្នឹងហើយដល់ពេលអញ្ចឹងគាត់ឲ្យនិយាយទៅគឺខ្ញុំទិញអង្គរបស់ខ្មែរយើងទោះតម្លៃថ្លៃជាង$3 ទៅ$4ក៏ដោយ